ការពិតលោក Thomas Andrew បច្ចុប្បន្ននេះគឺជាអ្នកការទូតនិងជាអ្នកនយោបាយជំនាញមួយរូបនៃសហរដ្ឋអាមេរិកបាទហើយគាត់ក៏ជាអតីតតំណាងរាស្ត្រប្រចាំរដ្ឋមែនរដ្ឋរបស់ខ្ញុំនៅនេះបងប្អូននិងជាអតីតសមាជិកព្រឹទ្ធសភាដែលគាត់បានធ្វើកិច្ចការជាច្រើនបានន័យថាគាត់ជាអ្នកនយោបាយអាមេរិកបងប្អូន Thomas Andrew is an American diplomat and politician who currently serve as the United Nations Special Rapporteur on the situation of human rights in Cambodia អញ្ចឹងពួកជនជាតិថៃទាំងឡាយទាំងនាយករដ្ឋមន្ត្រីថៃមេតបថៃអ្នកកសែតថៃត្រូវយល់ខ្ញុំនឹងរៀបរាប់អំពីប្រវត្តិលោក Thomas Andrew ឲ្យបងប្អូនដឹងការពិតលោក Thomas Andrew កើតនៅថ្ងៃទី22ខែមីនាឆ្នាំ1953ជាពិសេសគណៈរដ្ឋមែនហ្នឹងបងប្អូនណាគាត់ជាអតីតប្រធានអង្គការមួយដែលឈ្មោះថា Win Without War ឈ្នះដោយមិនបាច់ធ្វើសង្គ្រាមហើយនៅចន្លោះឆ្នាំ1980បាទ3ទៅ85គាត់ជាសមាជិកតំណាងរាស្ត្រនៃរដ្ឋមែនហើយឆ្នាំ1985 1990គាត់គឺជាសមាជិកព្រឹទ្ធសភានៃរដ្ឋមែនសំណាងដែរនៅរដ្ឋខ្ញុំនៅបងប្អូនអញ្ចឹងខ្ញុំសូមបញ្ជាក់ថាជនជាតិអាមេរិករបៀបគាត់មានសេចក្តីស្មោះត្រង់និងយុត្តិធម៌ណាស់នេះបើតាមខ្ញុំសង្កេតព្រោះខ្ញុំនៅស្រុកអាមេរិកជាង40ឆ្នាំខ្ញុំនៅរដ្ឋមែនយូរជាងរដ្ឋកាលីហ្វ័រញ៉ាអញ្ចឹងខ្ញុំដឹងពីប្រភេទអ្នកនយោបាយអាមេរិកជនជាតិអាមេរិកស្បែកសណាដែលរបៀបគាត់គឺប្រកាន់នៅសច្ចភាពណាហើយរឿងមួយសម្រាប់គាត់គឺគាត់ជាតំណាងអង្គការសហជាតិពិសេសផ្នែកសិទ្ធិមនុស្សនៅម៉ាយ៉ាន់ម៉ាឆ្នាំ2020ដល់2026បាទគាត់គឺជាអ្នករាយការណ៍អញ្ចឹងឥឡូវនេះអង្គការសហជាតិបានតែងតាំងគាត់ជាសមាជិកសំទោសជាមន្ត្រីជាន់ខ្ពស់ណាផ្នែកសិទ្ធិមនុស្សពិសេសឬក៏ប្រសិទ្ធពិសេសនៃអង្គការសហជាតិដែលអង្គការសហជាតិបានតែងតាំងគាត់នៅខែមិនិនាឆ្នាំ2026ថ្មីនេះអញ្ចឹងគាត់អត់មានហេតុផលអីទៅយកព័ត៌មានពីសៀមទេពីថៃបងប្អូនព្រោះគាត់ជាអ្នករាយការណ៍ផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាដែលអង្គការសហប្រជាជាតិទទួលស្គាល់នៅខែមិនិនាឆ្នាំ2026នេះគាត់ទៅតែបញ្ចប់ការរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនៅម៉ាយ៉ាន់ម៉ាខែ5កន្លងទៅនេះអញ្ចឹងគាត់ជាអ្នកនយោបាយអាមេរិកជាអ្នកការទូតអាមេរិកដ៏ជំនាញបំផុតណាបានន័យថាផ្នែកនយោបាយគាត់ជាអ្នកនយោបាយអាមេរិកដែលគាត់ហក់ប្រឡូកចូលនយោបាយអាមេរិកតាំងពីឆ្នាំ1983ជាតំណាងរាស្ត្រនៅរដ្ឋមែនហើយនឹងជាសមាជិកសភាអាមេរិកប្រចាំរដ្ឋមែននៅឆ្នាំ1985 1990អញ្ចឹងបានន័យថាលោក Thomas Andrew គាត់ធ្វើអ្វីមួយគាត់រាយការណ៍ដោយសច្ចភាពគាត់អត់ត្រូវការគ្រប់គ្រងនរណាទេពីព្រោះគាត់មកធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជាពីខែ3នេះ2026នេះអញ្ចឹងអ្នកនយោបាយខ្មែរទាំងអស់ទាំងមន្ត្រីក្នុងរដ្ឋាភិបាលទាំងអ្នកនយោបាយនៅក្រៅប្រទេសក្នុងប្រទេសនិងជនជាតិថៃត្រូវដឹងថាគាត់ជានរណាគាត់មានបេសកកម្មប្រសិទ្ធពិសេសនៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាគាត់អត់មានត្រូវការទៅរាយការណ៍ទៅយកការពីប្រទេសថៃទេអ្វីដែលគាត់បានឃើញគាត់រាយការណ៍ហើយសេចក្តីរាយការណ៍របស់គាត់គឺមានឥទ្ធិពលយ៉ាងខ្លាំងពីព្រោះគាត់ជាជនជាតិអាមេរិកជាអ្នកការទូតដ៏ល្បីនិងជាអតីតសមាជិកព្រឹទ្ធសភាអាមេរិកបានន័យថាគាត់គឺជាជនជាតិអាមេរិកដែលគាត់នឹងចុះមកធ្វើការនៅកម្ពុជាយើងរាជរដ្ឋាភិបាលខ្មែរយើងដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតបានទទួលគាត់ហើយបានធ្វើអ្វីមួយបង្ហាញផ្លូវនិងអនុញ្ញាតឲ្យគាត់ធ្វើកិច្ចការរបស់គាត់ដោយរលូនហើយបន្តិចទៀតបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងបានធូរស្រាលដែលខ្ញុំជឿជាក់ថាអ្នកនយោបាយខ្មែរខ្លះទៅគិតអ្នកខ្លះមិនមែនជាអ្នកនយោបាយទេគ្រាន់តែអ្នកនិយាយនៅ Facebook មើលងាយប្រមាថណាដែលមិនមែនជាអ្នកនយោបាយហើយពេលដែលអាជ្ញាធររកឃើញកំហុសបានពិន័យទោសអញ្ចឹងអ្នកខ្លះតាំងខ្លួនធ្វើជាអ្នកសិទ្ធិមនុស្សនៅតាំងខ្លួនជាអ្នកនយោបាយដែលមិនដឹងថាអ្វីទៅនយោបាយផងសូម្បីតែជនជាតិថៃនាយករដ្ឋមន្ត្រីថៃអនុទានរដ្ឋមន្ត្រីការបរទេសថៃស្អីគេកងកម្មកងខៅហ្នឹងមិនដឹងថាតើលោក Tom Andrew ជានរណា
Thomas Andrew he is a politician American politician diplomat បាននៃឋានៈការទូតដ៏ល្បីរបស់អាមេរិកជាអ្នកនយោបាយអាមេរិកដែលពោពេញដោយការពិសោធន៍ចឹងហើយបានជាអង្គការសហជាតិបានតែងតាំងគាត់មកធ្វើជាតំណាងណាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំសហរដ្ឋអាមេរិក United Nations Special Rapporteur on the situation of human rights in Cambodia ណាជនជាតិថៃអ្នកកសែតថៃទៅដឹងណាគាត់ត្រូវបានអង្គការសហជាតិតែងតាំងឲ្យក្លាយទៅជាតំណាងអង្គការសហជាតិប្រចាំប្រទេសកម្ពុជាសំទោសនៅខែមិនិនាឆ្នាំ2026នេះអញ្ចឹងកាតព្វកិច្ចរបស់គាត់ក៏ទៅរាយការណ៍ក៏អត់មានកម្មជើងតាណាដោយថៃចោលទេយ៉ាហើយអ្វីដែលល្បីល្បាញឈ្មោះរបស់លោក Thomas Andrew គឺគាត់បានជាប់ជាតំណាងរាស្ត្រអាមេរិកនៅរដ្ឋ Maine ឆ្នាំ1983-85ហើយជាសមាជិកព្រឹទ្ធសភាអាមេរិកនៅឆ្នាំ1985-1990ហើយគាត់ជាប្រធានអង្គការជាច្រើនណាជាពិសេសអង្គការ Win Without War ឈ្នះដោយមិនបាច់សង្គ្រាមអញ្ចឹងគាត់មានការពិសោធន៍ច្រើនណាស់ណាដូច្នេះលោក Thomas Andrew គឺជាអ្នកការទូតនិងជាអ្នកនយោបាយដ៏ល្បីអាមេរិកដែលចុះទៅបេសកកម្មនៅឯប្រទេសកម្ពុជាអញ្ចឹងអ្នកនយោបាយខ្មែរទាំងអស់មន្ត្រីស៊ីវិលដែលខ្លះគ្រាន់តែធ្វើអ្វីមួយដើម្បីរស់ណាបានបញ្ចេញការចំណាយមួយទៅឲ្យក្មេងៗយុវជនខ្លះធ្វើកិច្ចការហើយស្រែកដើម្បីរកកំហុសដល់រាជរដ្ឋាភិបាលដែលកន្លងមកនោះអញ្ចឹងត្រូវគិតថាអ្វីដែលកំពុងតែកើតឡើងសត្រូវរបស់យើងគឺថៃវាបានបង្កើតព័ត៌មានតាមរយៈយុទ្ធសាស្ត្ររបស់ពួកវាបងមិនឃើញស្ដាប់ទេស្ដាប់ទៅគ្រាន់តែលោក Thomas Andrew ពួកវាអត់ស្គាល់ផងហ្នឹងខ្ញុំពីដើមនិយាយចំទៅខ្ញុំយល់ឃើញថាជនជាតិថៃគ្រាន់បើដែរតែក្រោយពេលដែលមានសង្គ្រាមជាមួយខ្មែរក្រោយពេលដែលខ្ញុំប្រឡូកចូលសង្កេតមកខ្ញុំឃើញជនជាតិថៃអន់ណាស់តែខ្ញុំនឹកឃើញសោកស្ដាយដែលអ្នកនយោបាយខ្មែរយើងខ្លះមិនយល់កលៈទេសៈធ្វើកិច្ចការអ្វីមួយឲ្យចូលនៅក្នុងអន្តៈរបស់សត្រូវជិតខាងណែបងមិនឃើញស្ដាប់ហើយដែលខ្ញុំតែនិយាយណែសម័យទ្រង់ស៊ីវុធាអាចារ្យស្វាពូកបោសម័យដាបឈួនណាសម័យអ្វីកន្លងមកទាំងអស់ជាពិសេសសម័យសំសេរីដែលជាឪពុកសំរងស៊ីហ្នឹងណាហេតុអីពីមុនមកត្រូវជាមួយសម្ដេចស៊ីនុដោយសារជឿដោយសារយល់ខ្លួនឯងមានមោទនភាពណាមានតម្លៃជាខ្ពស់ពីបរទេសទីបំផុតស្ដាប់ពួកបរទេសតើវាសនាប្រទេសយើងយ៉ាងម៉េចមកមើលជនជាតិថៃអ្នកកសែតវាក្តីអ្នកនយោបាយវាក្តីវាបិទភ្នែកវាធ្វើមិនដឹងមិនលឺវាសម្រាប់ខ្មែរតាំងពីឆ្នាំ75រហូតដល់79ហើយវាបានសរសេរថាវាមានគុណលើប្រទេសកម្ពុជាឆ្នាំ1970ខ្ញុំសើចបងប្អូនឆ្នាំ1970អ្នកកសែតថៃកំពុងតែសរសេរហើយកំពុងតែចោទប្រកាន់លោក Thomas Andrew ថាលំអៀងទៅកម្ពុជាអញ្ចឹងខ្ញុំគ្រាន់តែសូមបញ្ជាក់ថាអ្វីដែលលោកThomas Andrew បាទគាត់គេច្រើនហៅTom Andrew តាមពិតឈ្មោះគាត់ Thomas Andrew គឺជាជនជាតិអាមេរិកដែលមានសន្តានចិត្តដ៏ល្អជាអ្នកនយោបាយអាមេរិកដ៏ល្បីហើយចំណាងដែរនៅរដ្ឋខ្ញុំបងប្អូនខ្ញុំទៅឆែកមើលទៅឃើញថាគាត់ជាសមាជិកអតីតសមាជិកព្រឹទ្ធសភានៅរដ្ឋ Maine បាទហើយគាត់ជាអ្នកនយោបាយដ៏ល្បីនៅរដ្ឋរបស់ខ្ញុំបាទតាំងពីឆ្នាំ1983-85ណាឆ្នាំ1985ដល់1990 Thomas Andrew he is a man state senator 1985 to 1990 ណា right now Thomas Andrew he is a diplomat and he is a politician with experience អញ្ចឹងជនជាតិថៃប្រយ័ត្នមែនទែនភាសាអនុទីនកំពុងតែចាប់ដៃជាមួយនឹងអ្នកដឹកនាំភូមិដែលជានយោបាយមួយយកចិត្តភូមិបងប្អូនដើម្បីបិទបាំងនៅអំពើឈ្លានពានមកលើកម្ពុជាអញ្ចឹងអនុទីននេះវាសុខចិត្តណាមុខក្រាស់ទៅតាក់ទងជាមួយនឹងអ្នកដឹកនាំភូមិហើយស្ដេចថៃដែលពីដើមមកអ្នកខ្លះចោទថាសម្ដេចឈិនុជាស្ដេចដែលតាក់ទងជាមួយចិនគុំនេះឃើញទេស្ដេចថៃមិនខែមុនឃើញទៅប្រទេសចិនទេបងប្អូនឃើញទេពេលដែលស្ដេចថៃទៅប្រទេសចិនអត់មានគណៈបកប្រឆាំងពួកប្រឆាំងខ្មែរណាមួយណាស្រ័យអំពីថៃអំពីស្ដេចថៃឥឡូវនេះពេលដែលឃើញអនុទីនកំពុងតែចាប់ដៃលោកអ៊ុងលៀងខ្ញុំមិនសូវចាំឈ្មោះទេ
ដែលជាអ្នកដឹកនាំភូមិអត់ឃើញឮក្រុមសំរងស៊ីក្រុមអ្នកប្រឆាំងខ្មែរណាណារិះគន់អ្នកដឹកនាំថៃវាបែរជាមករិះគន់តែខ្មែរគ្នាឯងហើយអ្នកខ្លះមកក្រុមតូចណាតាំងខ្លួនតែមកខ្ញុំឈ្នះបាក់យើងឈ្នះយើងនឹងកែប្រែចេះរកប្រាក់ខែប្រជាជនណាសូម្បីតែ Facebook ចង្កាអ្នកខ្លះមិនចេះប្រើផងវិញតាំងខ្លួនជាអ្នកនយោបាយបើបាក់អញឈ្នះអញធ្វើចេះធ្វើអញ្ចោះហើយរហូតដល់អ្នកខ្លះជាអ្នកបកប្រែចេះភាសាអង់គ្លេសច្បាស់លាស់អត់មានតំណែងតំណងឆែកស្រាវជ្រាវរកថាតើនឹងរឿងនឹងយ៉ាងម៉េចទៅអួតទៅសើថៃទៅវិញដូចបងប្អូនឃើញស្រាប់ហើយណាអញ្ចឹងណាករណីលោក Thomas Andrew នេះមុខងារគាត់ដែលអង្គការសហជាតិបានតែងតាំងគឺជាអ្នករាយការណ៍ពិសេសនៃសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ2020រហូតដល់2026ពេលដើមខែ2021គាត់ចប់បេសកកម្មអញ្ចឹងអង្គការជាតិបានតែងតាំងគាត់ឲ្យក្លាយទៅជាតំណាងពិសេសនៃអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា Thai people should know about Tom Andrew. His appointment he served United States Nation Special Rapporteur on Human Rights in Myanmar 2020 until 2026. Right now, he is on March 2026. He is United Nations Special Rapporteur on the situation on human rights in Cambodia. បានន័យថាគាត់ត្រូវអង្គការជាតិតែងតាំងឲ្យធ្វើជាអ្នកនាំពាក្យឬក៏មន្ត្រីជាន់ខ្ពស់ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជាអញ្ចឹងសេចក្តីរាយការណ៍របស់គាត់គឺជាគ្រាប់បែកប៉ារ៉ាម៉ាណូឬនុយក្លេអ៊ែរមួយគ្រាប់ទម្លាក់ចំប្រទេសណាដែលមានកំណត់អាក្រក់ទាំងម៉ាយ៉ាន់ម៉ាក៏ដោយណាភូមាក៏ដោយថៃក៏ដោយពីព្រោះសេចក្តីរាយការណ៍គាត់គឺជាការពិតដែលខ្ញុំធ្លាប់រស់នៅអាមេរិកលើសពី40ឆ្នាំខ្ញុំដឹងពីលក្ខណៈមនុស្សជាពិសេសមនុស្សនៅរដ្ឋខ្ញុំដែលជាអ្នកនយោបាយខ្ញុំធ្លាប់ជួបហើយបងប្អូនខ្ញុំធ្វើការជាមួយជនជាតិអាមេរិកអ្នកខ្លះជនជាតិអាមេរិកភាគច្រើនគោរពច្បាប់ណាស់ការពិតលោក Thomas Andrew គឺជាសមាជិកគណៈបកប្រជាធិបតេយ្យដែលជាដៃគូប្រឆាំងជាមួយនឹងអ្នកស្រី Olympia Snowe ណាដែលជាដៃគូរបស់អ្នកស្រី Susan Collins ផ្នែកគណៈបកសាធារណរដ្ឋណាអញ្ចឹងលោក Thomas Andrew គឺជាសមាជិកគណៈបកប្រជាធិបតេយ្យសហរដ្ឋអាមេរិកនៅរដ្ឋមែនជាអតីតសមាជិករដ្ឋសភានៅឆ្នាំ1983 1985និងជាអតីតសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋមែនឆ្នាំ1985 1990គាត់បានបញ្ចប់ការសិក្សារបស់គាត់នៅវិទ្យាល័យ Bowdoin College ដែលជាវិទ្យាល័យដ៏ល្បីមួយណាដែលសប្តាហ៍ថ្ងៃនេះគាត់បានត្រូវអង្គការសហជាតិតែងតាំងឲ្យធ្វើជាតំណាងពិសេសផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាកាលពីខែមីនាឆ្នាំ2026ហ្នឹងគាត់ធ្វើការរាយការណ៍នៅប្រទេសភូមាម៉ាយ៉ាន់ម៉ា6ឆ្នាំអញ្ចឹងអ្វីដែលគាត់រាយការណ៍គឺជាការយកការគឺជាការពិតដែលគាត់ជាជនជាតិអាមេរិកជាអ្នកការទូតដ៏ល្បីនិងជាអ្នកនយោបាយអាមេរិកដ៏ល្បីអញ្ចឹងឲ្យបងប្អូនចាំមើលបន្តិចទៀតណាប្រទេសថៃអ្នកដឹកនាំថៃនាយករដ្ឋមន្ត្រីថៃរដ្ឋមន្ត្រីការបរទេសថៃមេតបថៃនឹងភ្លឺភ្នែកបើសិនជាប្រទេសអ៊ីស្រាអែលអង្គការសហជាតិពិបាកធ្វើបន្តិចវាតាក់ទងនឹងអាមេរិកតែចំពោះប្រទេសថៃដែលកម្ពុជាជាសមាជិកនៃអាស៊ានណាជាសមាជិកនៃអង្គការសហជាតិជាផ្លូវការពេលនោះខ្ញុំជឿជាក់ថាអង្គការសហជាតិនឹងចំណាត់ការជាពិសេសក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហជាតិដែលមាន5ប្រទេសខ្ញុំនិយាយរួចហើយមានអាមេរិកចិនណារុស្ស៊ីឡាក់នឹងធ្វើការបោះឆ្នោតហើយយកសេចក្តីរាយការណ៍ណាអ្វីដែលលោក Thomas Andrew រាយការណ៍នឹងយកមកធ្វើជាផុសតាងណាពេលដែលដល់ការប្រជុំមួយបើគេណាក្រុមប្រឹក្សាអន្តរជាតិនៃអង្គការជាតិមាន5ប្រទេសនឹងបោះឆ្នោតសម្រាប់ថៃឈ្លានពានកម្ពុជាដីដែលថៃឈ្លានពានកម្ពុជាក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពត្រូវតែដកថយហើយថៃត្រូវសងនៅជំងឺចិត្តនៅការខូចខាតការទម្លាក់គ្រាប់បែកប្រើផ្សែងពុលនៅគ្រាប់បែកចង្កោមជាពិសេសទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារបំផ្លាញផ្ទះប្រជាជនខ្មែររាប់ម៉ឺននាក់
ដែលថ្មីនេះណាសត្វតឡាយផ្កាយរណបអាមេរិកនៃក្រុមហ៊ុន Apple បានបង្ហាញហើយបាត់បង់ផ្ទះខ្មែរប្រមាណអញ្ចឹងខ្ញុំជឿជាក់ថាអង្គការសហជាតិប្រកាសជាធ្វើរឿងយុទ្ធធម៌មួយចំពោះពិភពលោកលើកលែងតែប្រទេសអ៊ីស្រាអែលណាដែលមានតំណែងតំណងយុទ្ធសាស្ត្រនយោបាយជាមួយអាមេរិកនិងអង្គការសហជាតិពិបាកធ្វើបន្តិចតែចំពោះប្រទេសអាស៊ានដូចជាថៃវៀតណាមកម្ពុជាឥណ្ឌូនេស៊ីហ្វីលីពីនដែលជាសមាជិកអាស៊ានអ្នកណាឆ្លៀនពីអ្នកណាហើយខ្ញុំសង្ឃឹមថា AOT នឹងធ្វើការកំណត់សម្គាល់យកផុសតាំងទាំងឡាយបញ្ចូលជាមួយនឹងសេចក្តីរាយការណ៍របស់លោក Thomas Andrew ដល់ថ្ងៃនោះទោះបីថៃប្រកែកក៏មិនអាចប្រកែកបានដែរណានេះជាការមើលឃើញរបស់ខ្ញុំហើយចុងបញ្ចប់នេះខ្ញុំគ្រាន់តែសូមអរគុណចំពោះលោក Thomas Andrew ដែលលោកនៅរដ្ឋមែនជាមួយខ្ញុំណា Hi Mr. Thomas Andrew I'm so proud to you to help Cambodia and report the real and fair situation in Cambodia. I am a former employee of Governor Baxter School for the Deaf. I work in Governor Baxter School for the Deaf 12 years. I'm retired right now. You know Governor Baxter School for the Deaf in Falmouth City, Maine. Né? You live in Augusta and live in close to Poland. So I work with state employee too. I'm so proud to you to report the real situation in Cambodia between conflict Cambodia-Thai. And I hope all you reporters will show evidence to United Nations and all the world. Thank you, Mr. Thomas Andrew. I know you. You are challenge judge with Olympia Snow, Republican. I know you. So I'm very welcome and very proud and very happy to know you and your situation. You work for fair in Cambodia case with conflict Cambodia Thai បាទខ្ញុំនិយាយអង់គ្លេសនេះរបៀបខ្មែរទេខ្ញុំអត់ត្រូវការនិយាយអីច្រើនទេបងប្អូនប៉ុន្តែខ្ញុំជឿស្ដាប់បានពីព្រោះយើងចំណាស់នេះអង់គ្លេសយើងវាអត់ influence ទេ because English is my second language អញ្ចឹងការយើងនិយាយភាសាអង់គ្លេសខ្ញុំជឿជាក់ថាលោក Thomas Andrew បើគាត់ឮគាត់នឹងស្ដាប់គាត់ដឹងថា Governor Baxter School for the Deaf នៅទីណាខ្ញុំធ្វើការនៅទីនោះ I work over there 12 years yeah you challenger is Olympia Snow and you are demo គាត់ជាគណៈបកប្រជាធិបតេយ្យបាទ Democratic Party អញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញឲ្យដឹងចំពោះអ្នកកសែតថៃចំពោះអ្នកនយោបាយថៃចំពោះនាយករដ្ឋមន្ត្រីថៃរដ្ឋមន្ត្រីការបរទេសថៃឲ្យដឹងថាលោក Thomas Andrew គឺជាអ្នកការទូតនិងជាអ្នកនយោបាយអាមេរិកដែលអង្គការសហប្រជាជាតិបានតែងតាំងឲ្យធ្វើជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជានៅខែមីនាឆ្នាំ2026ក៏អត់មានត្រូវការលំអៀងអ្វីនិយាយលំអៀងទេហើយក៏អត់ត្រូវការទៅរាយការណ៍នៅប្រទេសថៃទេបាទក៏អត់ត្រូវការទៅប្រទេសថៃទេប៉ុន្តែប្រទេសថៃក៏មានដំណើរអង្គការសហជាតិនៅបាងកកដែរហើយប្រជាជនអតីតឥណ្ឌូចិនណាដែលមានបញ្ហាសង្គ្រាមចាប់តាំងពីឆ្នាំ1970រហូតដល់93ជាពិសេសឆ្នាំ1975 76ហ្នឹងការដែលពួកយើងភៀសខ្លួនទៅថៃហ្នឹងមិនមែនទៅរកឲ្យថៃជួយទេគឺអង្គការសហជាតិដែលមានចារឡៃនៅទីនោះឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហជាតិនៅបាងកកប្រទេសថៃហើយថៃមិនបានជួយកម្ពុជាឬក៏ជនភៀសខ្លួនអតីតឥណ្ឌូចិនដែលជួបសង្គ្រាមនៅឆ្នាំ1960 70 75 79នោះទេថៃចំណេញលុយជាច្រើនលានដុល្លារហើយថៃកងទ័ពថៃបានធ្វើបាបរំលោភសិទ្ធិមនុស្សមកលើប្រជាជនអតីតឥណ្ឌូចិនកម្ពុជាឡាវវៀតណាមដែលសំណុំរឿងនៃអកតកម្មសំណុំរឿងនៃការរំលោភសិទ្ធិមនុស្សរបស់កងទ័ពថៃនៅក្នុងដៃរបស់អង្គការសហប្រជាជាតិហើយបើឯងចង់តទល់គ្នាជាមួយអង្គការសហជាតិអញ្ជើញណាបើសិនជាណែឯងអ្នកគ្រប់ច្បាប់មិនមែនជាជនពីលដែលណែឯងបុកឡានគេពីក្រោយហើយណែឯងបត់ឆ្វេងណែថាណែឯងត្រូវចាំតិចទៀតណែឯងដឹងដូចខ្ញុំឧទាហរណ៍រឿងមនុស្សយើងមានការគ្រោះថ្នាក់រថយន្តអញ្ចឹងណា
ជនជាតិថៃម្នាក់វាមកបុកយើងពីក្រោយជនជាតិថៃខ្លះវាបត់ឆ្វេងហើយវាថាយើងខុសឥឡូវអញ្ចឹងស្រាប់ថៃរវាងប្រទេសកម្ពុជានិងប្រទេសថៃវាថាវាត្រូវវាបាញ់សម្រាប់វាទម្លាក់ក្របបែកណារំលោភសិទ្ធិមនុស្សរំលោភច្បាប់មនុស្សឥឡូវដល់ពេលដែលសាកសីដល់ពេលដែលអ្នកតំណាងច្បាប់នៃអង្គការជាតិចុះមកហើយចឹងវាភ័យវាថាវាអត់ជឿទេណាវាចោទថាលោក Thomas Andrew នឹងលំអៀងខាងកម្ពុជាតែវាអត់ដឹងថាលោក Thomas Andrew ជានរណាផងណាបាទដែលខ្ញុំហួសចិត្តខ្ញុំមិននឹកស្មានថាជនជាតិថៃអន់ដល់ម្លឹងបងប្អូនណាប៉ុន្តែនៅក្នុងនោះក៏មានអ្នកប្រាជ្ញណាអ្នកនយោបាយថៃណាអ្នកអក្សរសាស្ត្រថៃអ្នកដែលមានខួរក្បាលជាមនុស្សក៏គេគិតឃើញដែរបងប្អូនណាអញ្ចឹងណាអ្នកឯងក៏សាងអំពើអាក្រក់អ្នកឯងនឹងទទួលផលអាក្រក់ថៃជាអ្នកកាន់ពុទ្ធសាសនាតែថៃបានប្រព្រឹត្តអំពើអមនុស្សធម៌រំលោភសិទ្ធិមនុស្សច្រើនណាស់អញ្ចឹងបើអ្នកឯងកាន់ពុទ្ធសាសនាដែលធ្វើអាក្រក់បានអាក្រក់ហើយអ្នកឯងនឹងវិនិច្ឆ័យអន្តរាយដោយគ្រោះធម្មជាតិដោយផ្ទៃក្នុងនយោបាយរបស់អ្នកនិងដោយសារអ្នកឯងរំលោភទៅលើប្រជាជនជិតខាងមានប្រជាជនមូស្លីមនៃប្រទេសម៉ាឡេស៊ីដែលកំពុងតែមានបញ្ហានៅថៃភូមិភាគខាងត្បូងដោយសារថៃបានជួយពួកការិនបង្កើតឯករាជ្យមួយនៅក្នុងប្រទេសថៃចឹងហើយបានជាមានសង្គ្រាមភូមានិងថៃមកយ៉ាន់ម៉ានិងថៃឥឡូវនេះអនុទានវាសុកចិត្តបិទភ្នែកទោះបីប្រជាជនថៃស្រែកតវ៉ាយ៉ាងម៉េចក៏ដោយវាសុកចិត្តបិទភ្នែកណាដើម្បីចាប់ដៃជាមួយនឹងអ្នកដឹកនាំភូមាដើម្បីអ្វីទុកជាមួយកម្ពុជាហើយនឹងតាក់ទងសេដ្ឋកិច្ចដើម្បីរស់អញ្ចឹងចុងបញ្ចប់នេះខ្ញុំគ្រាន់តែសូមអរគុណចំពោះបងប្អូនទាំងអស់ហើយក៏ខ្ញុំចង់បញ្ជាក់ប្រាប់